Infinix Note 50 Pro ពុកម៉ែបងប្អូនវាមានបញ្ហាជាប់ Google account ឲ្យសម្រាប់ការដោះ Google account របស់វាគឺយើងធ្វើជាមួយកម្មវិធី Unlock Tool ពុកម៉ែបងប្អូនកម្មវិធី Unlock Tool ណាហើយសម្រាប់ការដោះជាមួយ Unlock Tool នេះពុកម៉ែបងប្អូនវាលឿនហើយស្រួលទៀតណាអត់ដូចយើងដោះដោយដៃទេយើងដោះដោយដៃយូរតែយើងត្រូវស្រាវជ្រាវរកមួយម្ដងក៏ប៉ុន្តែសម្រាប់ Unlock Tool យើងដោះបានស្រួលតោះឥឡូវយើងទៅធ្វើទាំងអស់គ្នានេះ function វាមានគ្រប់ពុកម៉ែបងប្អូន Infinix ឲ្យពុកម៉ែបងប្អូនយកអានេះមកនេះខ្ញុំវាយហើយយើងយកកន្លែងនេះណាកន្លែង meta នេះចូលកន្លែងហ្នឹងមកទូរស័ព្ទយើងបិទទូរស័ព្ទមកយើងរងចាំបន្តិចសិនទៅបិទហើយពុកម៉ែបងច្របាច់វេលិនលើវេលិននេះវេលិនបោកវេលិនដូននេះណាពុកម៉ែបងច្របាច់មកហើយ connect USB អត់មានអីពិបាកទេครับប៉ុណ្ណឹងគឺវាស្គាល់ឲ្យពុកម៉ែបងពេលដែលវាស្គាល់នេះពុកម៉ែបងកម្មវិធី Unlock Tool គឺវាចាប់ធ្វើការ remove Google account វាកំពុងតែធ្វើការ remove ហើយសម្រាប់ការ remove Google account នេះគឺវាឆាប់រហ័សណាស់ពេលដែលយើងធ្វើជាមួយកម្មវិធីអញ្ចឹងពុកម៉ែបងវាអត់ពិបាកទេគឺយើងងាយស្រួលក្នុងការធ្វើនេះពុកម៉ែបងឥឡូវវាធ្វើការដោះបានសម្រាប់ហើយលឿននេះ ALP អូខេ Irach ALP អ្វីដែលយើងត្រូវធ្វើបន្តជាមួយទូរស័ព្ទយើងណាឥឡូវយើងមកមើលខាងទូរស័ព្ទយើងហើយដកដូចចាញ់មកហើយពុកយើងឥឡូវទូរស័ព្ទវាធ្វើការ reboot ហើយដល់មកយើងទៅធ្វើការactivate វាមកងាយទេពុកម៉ែបងកន្លែងនេះពុកម៉ែបងអាចចុចខ្លួនឯងបានវាងាយស្រួលដែរកន្លែងនេះ